សួស្តីអ្នកមើល anime ទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបន្តសាច់រឿង Anime How to Become Ordinary នៅក្នុង Season ទី2 វគ្គទី5បន្តទៀតដែលវគ្គទី5មានឈ្មោះថា Suspicious Summer Part 2ហើយសូមរំលឹកដល់គ្នាយើងដែលមិនទាន់បានមើលវគ្គមុនៗអាចទៅមើលវគ្គមុនៗសិនបានតោះអញ្ចឹងយើងចូលទៅកាន់វីដេអូទាំងអស់គ្នាផ្ដើមដំបូងនៅថ្ងៃសៅរ៍ទី7ខែមិថុនា Urino បានបបួល Hiya ដើម្បីដើរលេងគោលដៅគឺ Kitara Machi នៅតាមផ្លូវ Hiya បានសរសើរទស្សនាបតីនៅខែនេះការសរសេររបស់ Urino គឺនៅតែអស្ចារ្យដោយគ្រាន់តែផ្លាស់ប្ដូររបៀបនៃការសរសេរ Urino បានប្រើពាក្យ fireman ដើម្បីសំដៅទៅលើអ្នកដែលបង្កអគ្គិភ័យនោះតែ Hiya គិតថានៅតែមិនទាន់ល្អបើសិនជាប្រើវិធីនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកអានតើមិនមានព័ត៌មានណាល្អៗទាក់ទងនឹងរឿងនេះទេមែន Urino ក៏នឹកឃើញទៅដល់ស្នាមញញួរដែលគាត់រកឃើញកាលពីដំបូងតែគាត់ថាមិនចង់សរសេរវាទេលុះត្រាតែគាត់ចាប់បានជនល្មើសសិនUrino ចាំថាពេលដែលប្រធានក្លឹបកាសែត Dojima បានចូលនិវត្តន៍អ្វីដែលគាត់បារម្ភបំផុតចំពោះរឿងនេះគឺជនល្មើសដែលក្លែងបន្លំអញ្ចឹងការចូលនិវត្តន៍របស់គាត់ក៏មានហេតុផលដែរគឺអសមត្ថភាពក្នុងការតាមដានរឿងនេះនឹកដល់រឿងនោះ Urino បានយល់ច្បាស់ពីរឿងមួយក្លឹបទស្សនាវដ្តីអាចបង្ខំចិត្តលាក់បាំងនៅដែនករណីដុតបន្ទាប់នេះក៏អាចធ្វើឲ្យយើងទស្សន៍ទាយបាននៅទីតាំងដុតបន្ទាប់ហើយ Urino ក៏និយាយពី Ichikaichi ដែលប្រកែជាងមុនទោះបីជាម៉ារីយ៉ានេះគាត់រវល់ក្នុងការតាមដានករណីទាំងអស់នេះ Ichikaichi ជួយការងារគាត់បានច្រើន Hiya លឺអញ្ចឹងក៏ថាត្រូវតែអញ្ចឹងហើយចំណែកសិស្សប្អូនទាំងអស់នោះក៏មានទឹកចិត្តពុះកញ្ជ្រោលដូចគ្នាបន្ទាប់ពីខកខានការស៊ើបអង្កេតករណីអគ្គិភ័យនៅខែ5ថ្មីនេះតែមានរឿងមួយដែល Hiya ត្រូវសុំទោស Urino គាត់និយាយថានៅពេលដែលរដូវក្តៅត្រូវបានបញ្ចប់ Urino ថាចង់ធ្វើអ្វីមួយឲ្យល្អប្រសើរតែឥឡូវដូចជារៀងយឺតពេលបន្តិចហើយមិនក៏និយាយធ្វើដោយកូនក្មេងអញ្ចឹងបន្ទាប់ពីពេលនោះមកបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងចំណែក Hiya វិញពេលនោះគឺរៀនសម្រុក6ថ្ងៃក្នុងមួយសប្តាហ៍ Hiya និយាយទៀតថាក្រោយមក Urino ក៏បានក្លាយជាប្រធានក្លឹបកាសែតហើយល្បីពេញសាលា Urino ថា Hiya ក៏បានជួយគាត់ក្នុងពេលនោះដែរអញ្ចឹងរឿងបន្ទាប់គឺនឹងចាប់អ្នកដែលបង្កអគ្គិភ័យនោះឲ្យបានតែ Hiya និយាយមកក៏ Urino បានដឹងថាតាមការព្យាករណ៍មានព្យុះទីហ្វុងនៅសប្តាហ៍ក្រោយអញ្ចឹងគឺពិបាកមែនតើរឿងកាត់ទៅ6ថ្ងៃកន្លងផុតទៅត្រូវនឹងថ្ងៃសុក្រទី13ខែមិថុនាអាកាសធាតុនៅខាងក្រៅមិនស្រួលពពកខ្មៅខ្យល់ខ្លាំង Urino ចេញពីបន្ទប់រៀនតែម្នាក់ឯងព្រោះល្ងាចហើយក៏ឃើញក្លឹបទស្សនាវដ្តីបានបើកទ្វារក៏ចូលទៅមើលឃើញអូសាណៃនៅក្នុងនោះចូលមកក្នុងនេះបានគឺប្រាប់អ្នកគ្រប់គ្រងថានាងមកពីថ្នាក់ក្លឹបកាសែតនឹងបានខ្ចីសោនៅថ្ងៃនេះជាថ្ងៃសុក្រទី13នាងមានការបារម្ភតិចតួចព្រោះនាងមានអារម្មណ៍ថានឹងមានរឿងអាក្រក់កើតឡើងដោយរំលឹកករណីលើកមុនដែលកើតឡើងនៅថ្ងៃសៅរ៍ទី10ខែ5គឺការដុតកង់នៅក្រោមស្ពានអាកាសរឿងនេះគឺគួរតែកើតឡើងនៅថ្ងៃសុក្រហើយនាងមកទីនេះគឺមានរឿងចង់ប្រាប់ Urino គ្រាន់តែទូរស័ព្ទរបស់នាងអស់ថ្មណាមួយនាងចង់និយាយផ្ទាល់ទល់មុខអញ្ចឹងហើយអូសាណៃមានរឿង3យ៉ាងដែលនាងចង់និយាយជាមួយនឹង Urino នាងចង់ដឹងថា Urino ដាក់កម្លាំងមនុស្សប្រមាណអ្នកនៅតាមតំបន់នីមួយៗនៃ Kitara Machi ក្នុងករណីអគ្គិភ័យនេះដោយនាងយកមូលហេតុថានាងចាប់អារម្មណ៍តែពេលនេះ Urino ថាមិនទាន់ប្រាប់ទេចាំអាកាសធាតុល្អប្រសើរសិនចំណែករឿងទី2ដែលអូសាណៃចង់និយាយគឺហាបង្អែម Tingerlinger និយាយពីការលក់បង្អែមឆ្ងាញ់ជាច្រើនដែលហាងនេះទើបតែបើកវិញកាលពីឆ្នាំមុនគេបានបិទចំណែកឯព្យុះទីហ្វុងគឺអាចបញ្ចប់នៅថ្ងៃស្អែកនាងក៏សួរពីគម្រោងរបស់ Urino នៅសប្តាហ៍នេះUrino អត់មានគម្រោងទេអញ្ចឹងគឺអាចទៅញ៉ាំបង្អែមជាមួយគ្នាបាន Urino ក៏ឆ្ងល់ថាចុះរឿងទី3វិញតែអូសាណៃបែរជានិយាយថានាងមានរឿងតែ2ទេរួចហើយក៏យកសោបន្ទប់នេះឲ្យ Urino ប្រាប់ Urino ប្រគល់ឲ្យអ្នកគ្រប់គ្រងផងហើយនាងក៏បានចាកចេញទៅហើយនិយាយថាជួបគ្នានៅពេលដែលអាកាសធាតុល្អប្រសើរពេលអូសាណៃចេញទៅបាត់Urino ក៏បានឃើញនៅក្រដាសមួយពោលនេះជាវិក័យប័ត្រមួយសន្លឹករបស់អូសាណៃវាក៏ដូចជាតម្រុយមួយដែលអូសាណៃបានផ្ដល់ឲ្យ Urino រឿងក៏កាត់ដល់ការផ្ញើសាររបស់ Dojima Kenko ផ្ញើសារហៅ Kobato មកខណៈពេលនេះគឺក្លឹបទស្សនាវដ្តីមានការប្រជុំមួយ Kenko ថា Ichikaichi នឹងតាក់ទងមកកាន់គាត់ពេលដែលការប្រជុំបានបញ្ចប់ការសរសេរទស្សនាវដ្តីរបស់ Ichikaichiពិតជាវែងៗ Kenko ក៏សួរទៅ Kobato ថាតើគិតថាជាអូសាណៃមែនបន្ទាប់មក Kobato ក៏និយាយពីករណីទាំងនេះចាប់ផ្ដើមដំបូងនៅខែ10នៅតំបន់ Hamae កាលពីឆ្នាំមុនបន្ទាប់មកវាកើតឡើងជារៀងរាល់ខែនិងត្រូវបានរាយការណ៍រាល់ខែផងដែរ
វាកើតឡើងនៅក្នុងតំបន់ក្រោមការទទួលខុសត្រូវរបស់កងពលរដ្ឋអគ្គីភ័យទីក្រុងគីរ៉ាដែលមានកងសរុប12អញ្ចឹងជននោះមានពេល12ខែគឺមួយឆ្នាំដូចគ្នាក្នុងការបង្កហេតុអគ្គីភ័យនៅតាមតំបន់នីមួយៗអញ្ចឹងអគ្គីភ័យលើកនេះគឺមិនមែននៅហារូមីទេគឺនៅតែកើតឡើងនៅគីថារ៉ាតែការនិយាយរបស់កូបាតូដូចជារឿងមិនសូវសប្បាយចិត្តធ្វើឲ្យខេងកូចាប់អារម្មណ៍ព្រោះកូបាតូចូលរួមរដូវមិនមែនមានអារម្មណ៍បែបនេះទេព្រោះមានការរំខានខ្លះដែរដូចជាព្យុះទីហ្វុងនេះហើយគាត់ក៏មិនប្រកាសថាអូសាណៃជាប់ពាក់ព័ន្ធនឹងរឿងនេះដែរខេងកូក៏បាននិយាយរឿងមួយគឺប៉ូលីសធ្លាប់បានសួរគាត់គឺមកពីដំបូងកាលពីឆ្នាំមុនមានករណីចាប់ចម្រិតមួយនោះឯងហើយប៉ូលីសក៏បានសួរខេងកូអំពីពាក្យចចាមអារ៉ាមដែលសាលាហ្វឺណាដូបានទទួលករណីដុតថាជាការពិតឬក៏អត់ខេងកូនិយាយប្រាប់គ្រប់យ៉ាងព្រមទាំងលំដាប់លំដោយនៃករណីបង្កអគ្គីភ័យដែលកើតឡើងបញ្ច្រាស់នៃតំបន់សមត្ថកិច្ចរបស់ផ្នែកនីមួយៗក៏ប៉ុន្តែឈ្មោះរបស់អ៊ឺរីណូគាត់បានរក្សាជាការសម្ងាត់ពេលនោះខេងកូគ្រាន់តែប្រាប់ប៉ូលីសថាពាក្យដែលគាត់បាននិយាយគ្រាន់តែជាពាក្យចចាមអារ៉ាមចំពោះប៉ូលីសក៏អត់មានភ្ញាក់ផ្អើលអីដែរអញ្ចឹងបញ្ជាក់ថាប៉ូលីសក៏អាចនឹងដាក់ពង្រាយកម្លាំងទាំងអស់ដែរបញ្ជូនទៅកាន់គីថារ៉ាម៉ាជីដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលខ្លួនគាត់បាននិយាយដែរខូបាតូសង្ឃឹមថាខេងកូមិនក្បត់ឬធ្វើបាបសិស្សប្អូនក្នុងក្លឹបកាសែតទាំងអស់នោះទេភ្លាមនូអ៊ីសខេឈីក៏ខលមកខេងកូការប្រជុំបានបញ្ចប់ហើយចំណែកខូបាតូក៏ត្រូវចាក់ចេញទៅដែរតែពេលនោះនាកាម៉ារូផ្ញើសារមកគាត់ដើម្បីទៅជួបនាងនៅថ្នាក់របស់នាងពេលខូបាតូទៅដល់ឃើញមានតែនាកាម៉ារូនៅក្នុងបន្ទប់តែម្នាក់ឯងពេលសួរទៅដឹងថានាងស្នើសុំឲ្យមិត្តរបស់នាងចេញខាងក្រៅនាងមើលទៅខូបាតូគ្មានផ្លាស់ប្ដូរអ្វីសោះជិត1ឆ្នាំហើយដែលតែងតែមាននៅស្នាមញញឹមមួយដូចជាឥឡូវអញ្ចឹងដោយទំនាក់ទំនងរវាងអ្នកទាំងពីរខូបាតូបានដឹងរឿងរបស់នាកាម៉ារូពីយ៉ូស្គីតឈីដែលជាសិស្សស្រីមកពីថ្នាក់អ៊ីទោះបីជារឿងនេះជារឿងដែលនាកាម៉ារូបារម្ភក៏ដោយប៉ុន្តែខូបាតូមិនដែលតបតនឹងនាងទេពេលមួយដែលខូបាតូនិងនាងនៅក្នុងហាងមួយខូបាតូនិយាយតែពីរឿងពេញប៉ននៅក្នុងចាននោះទេពេលនោះនាងគិតថាខូបាតូជឿនាងមិនជឿយ៉ូស្គីតឈីទេដែលនេះហើយគឺជារឿងដ៏ពិតជាឈឺចាប់មួយព្រោះខូបាតូមិនខ្វល់ដូចជាគ្មានរឿងអ្វីកើតឡើងទៅតែសោះហើយនាងក៏ធ្លាប់ជួបមនុស្សដូចខូបាតូពីមុនដែរដូចជាគ្មានរឿងអ្វីពាក់ព័ន្ធជាមួយនឹងពួកគេទៅតែសោះក៏ប៉ុន្តែសូម្បីតែមនុស្សបែបនេះក៏នៅតែមានចិត្តរុញរាបន្ទាប់ពីបានលើពាក្យចចាមអារ៉ាមអំពីនាងយ៉ាងហោចណាស់ការស្រឡាញ់គឺការស្រឡាញ់ក៏មាននៅកម្ដៅនៃសេចក្តីស្រឡាញ់ផងដែរប៉ុន្តែខូបាតូជាមនុស្សបែបណាជាមនុស្សដែលត្រជាក់មែនទេការជួបគ្នានេះគឺគ្មានអ្វីពីការបែកគ្នាទេតែយ៉ូស្គីតឈីមិនចង់លះបង់ចោលទាំងស្រុងនោះទេព្រោះមកពីចចាមអារ៉ាមដែលថាពេលដែលបែកគ្នាហើយមកខាងទៀតអាចមានអ្នកថ្មីឬដេតជាមួយអ្នកថ្មីទើបធ្វើឲ្យនាងមិនចង់លះបង់តែនាងក៏អាចដាច់ចិត្តជាមួយនឹងខូបាតូដែរព្រោះថាទោះបីជានៅជាមួយណាគេក៏ដោយក៏ខូបាតូមិនដែលផ្លាស់ប្ដូរដែរទំនាក់ទំនងមួយនេះក៏បានមកដល់ទីបញ្ចប់នៅត្រឹមនេះតែនាងស្នើសុំខូបាតូហៅឈ្មោះរបស់ខូបាតូថាជូក៏ប៉ុន្តែខូបាតូមិនឲ្យនាងហៅអញ្ចឹងទេក្រោយមកនាងក៏បានដើរចាក់ចេញពីខូបាតូទៅដោយនិយាយថាខូបាតូក៏មិនល្អដែរដូចជានាងអញ្ចឹងទៅដល់ផ្ទះវិញខូបាតូក៏បានសម្រេចចិត្តថាលុបលេខរបស់នាងចោលកាត់ទៅដល់ការប្រជុំកាលពីថ្ងៃមិញសមាជិកម្នាក់និយាយពីផែនការរបស់ក្លឹបកាសែតគឺមនុស្ស14នាក់ត្រូវចូលរួមភារកិច្ចការតាមដានករណីដុតដែលអាចនឹងកើតឡើងនៅយប់នេះបន្ទាប់មកអ៊ីស្កាយឈីបញ្ចេញមតិបន្ថែមដើម្បីឲ្យអ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់អំពីប៉ូលីសដែលដល់ល្បាតនៅពេលយប់ផងដែរនិងឲ្យណូតទុកនៅក្នុងกระดาษបើសិនជាមានបញ្ហាអ្វីមួយណាមួយបើសិនជាប្រាប់ទៅប៉ូលីសទាំងអស់នោះថាពួកយើងដោះស្រាយករណីទាំងនេះក៏ប៉ូលីសទាំងអស់នោះមិនជឿដែរដែលមាន Honda គឺជាមេរៀនព្រោះត្រូវបានប៉ូលីសសាកសួរគម្រោងការគឺជួបគ្នានៅយប់នេះម៉ោង11នៅឯ Harumicho ចំណែកឯ Kenko និង Kobato ក៏តាមដាននៅរឿងនេះដែរឥឡូវនេះគឺម៉ោង 9:30 នាទីហើយ Kobato ក៏ឲ្យ Kenko ប្រុងប្រយ័ត្នដែរព្រោះថាជននោះអាចនឹងមានអាវុធដែលមុតស្រួចករណីដុតនេះគឺកើតឡើងជិតបាន1ឆ្នាំហើយពោលគឺកើតឡើងរាល់ខែហើយការប្រជុំការពីថ្ងៃមិញអ៊ឺរីណូថាមានករណីដុត9កន្លែងនៅក្នុងរយៈពេល10ខែទោះបីតែប៉ូលីសឬក៏ក្លឹបទស្សនាវដ្តីរបស់យើងក៏មិនអាចបញ្ឈប់ករណីទាំងអស់នោះបានដែរតែពេលនេះអ៊ឺរីណូថាខុសគ្នាគឺត្រូវតែចាប់ជននោះឲ្យបាននៅក្នុងពេលនេះទោះបីជាមានមនុស្សជាច្រើនប្រឆាំងជាមួយនឹងការធ្វើរឿងទាំងនេះក៏ដូចជាប្រធានក្លឹបកាសែតមុនក៏ប្រឆាំងខ្លាំងជាមួយនឹងរឿងនេះដែរនៅក្នុងពេលនោះទោះជាយ៉ាងណាក៏ដោយនេះជាឱកាសមួយនិងសំណាងល្អមួយដែលវាជាប្រធានបទរបស់គាត់ព្រមទាំងអាចក្លាយជាប្រធានក្លឹបកាសែតហើយសម្រេចចិត្តតាមចាប់ជននោះក៏ប៉ុន្តែមកដល់ឥឡូវគាត់គ្រាន់តែបានដើរទៅមុខប៉ុណ្ណោះមិនទាន់ចាប់បានអញ្ចឹងនៅពេលនេះអាចថាគឺជាពេលបញ្ចប់មួយ
ដែលត្រូវតែចាប់ជននោះឲ្យបានចំណែកខេងកូននិងខូបាតូវិញក៏គិតដូចគ្នាថាយប់នេះគឺជាពេលបញ្ចប់ហើយនឹងបានឃើញមុខអ្នកដែលបង្កអគ្គីភ័យនោះហើយខូបាតូក៏គិតថាគឺជាអូសាណៃចំពោះអ៊ូឌីណូវិញដែលគាត់ច្បាស់បែបនេះព្រោះថាគាត់ដឹងហើយថាអ្នកណាជាអ្នកបង្កអគ្គីភ័យអញ្ចឹងវគ្គមួយនេះបានមកដល់ទីបញ្ចប់ហើយយើងរងចាំមើលវគ្គបន្តទាំងអស់គ្នាថាអ្នកណាគឺជាអ្នកបង្កអគ្គីភ័យអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើដែលមើលវីដេអូមួយនេះបានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ